ណែពាក្យដោះគោយហ្នឹងគឺវាស្រដៀងនឹងពាក្យអ៊ីកឹហើយពាក្យមួយឃ្លាទៀតគេថាបឺនោះណាអ្ហ្មិចយល់ដែរអត់ហើយអាហារសមុទ្រហ្នឹងជាបកងឬក៏ជាក្តាមសមុទ្រអូនអត់មានក្តាមហើយក៏អត់មានបង្កងស្អីដែរគឺមានតែអំបិលឆៃឬមួយក៏អន់អញថាអំបិលគឺអំបិលមែនប្តីអត់ទាន់មានកម្លាំងវិញទេចាំយប់ទៅចាំគិតគូរអារឿងហ្នឹងណែអត្តបិកចាស់គិតដល់ណាហើយនឹងហាប្រពន្ធមានការចង់ពិភាក្សារឿងលុយកាក់អត្តបិកឯងគិតដល់រឿងស្អីទៅវិញប្តីស្មានតែចង់ទៀតហើយតើឯងខំតអឬគេប្រាប់ពីរឿងអូនថាស្ងួននៅមិនទាន់មានថ្មីបេះដូងអូននៅភាំងក្តីស្រីទ្រាំរស់ទាំងមិនភ្លេចបងគេថាអូននៅដូចមុននៅទន់ភ្លន់ដូចគ្រាកន្លងនៅតែរំលឹកពីបងឮម្ដងទ្រង់បងស្ទើបែកទេវតាលោកឯងទេវតាកម្មអីម្លេះខ្ញុំបានប្តីមកដូចចុចហើយល្ងីល្ងើថែមទៀតចំលេងដៀលក្បាលអញអញ្ចឹងហ្មងកាលពីមុនសតថាអញស្អាតដូចតួកូរ៉េលីយ៉ុងជេរូបស្រស់សង្ហាដូចតៅមីងស៊ឺឥឡូវមកថាអញមុខដូចចុចទៅវិញកុំញយពេកណាប្រយ័ត្នទ្រាំបានដាក់មួយឥឡូវហ្នឹងប្រហែលជាពាក្យហ្នឹងហើយអូកាម៉ូតុរំពេចនោះទ្វាររោងភ្នំក៏របើកឡើងរឿងចិត្តលោភលន់នេះជារឿងនិទានមួយដំណាលអំពីបុរសពីរនាក់ដែលជាមិត្តសម្លាញ់នឹងគ្នាពួកគេទាំងពីរប្រកបរបរជីកទំពាំងនៅក្នុងព្រៃយកមកលក់នៅឯផ្សារគ្រាន់បានប្រាក់បន្តិចបន្តួចដើម្បីចិញ្ចឹមជីវិតពួកគេមានគ្រួសាររៀងខ្លួនហើយមានទីលំនៅមិនឆ្ងាយពីគ្នានោះទេជារៀងរាល់ព្រឹកពួកគេទាំងពីរនាក់តែងតែធ្វើដំណើរទៅក្នុងព្រៃដើម្បីជីកទំពាំងលុះថ្ងៃរសៀលទើបពួកគេត្រឡប់មកវិញជាមួយនឹងទំពាំងជាច្រើនដើម្បីយកមកលក់នៅឯផ្សារពួកគេទាំងពីរនាក់ស្រឡាញ់រាប់អានគ្នាណាស់មិនថាមានទុក្ខលំបាកយ៉ាងណាក៏មិនចោលគ្នាដែរព្រមទាំងចេះចែករំលែកឲ្យគ្នាទៅវិញទៅមកមិនថាជាលុយកាក់បាយទឹកនំចំណីនោះឡើយបុរសទី1មានឈ្មោះថាផ្លយឯបុរសទី2មានឈ្មោះថាផ្លក់ហើយពួកគេទាំងពីរមានប្រពន្ធដែលមានសម្រស់ស្រស់ស្អាតរៀងខ្លួនព្រះសូរិយាបានបញ្ចេញពន្លឺដ៏ត្រចះត្រចង់គឺជាពេលវេលាដែលមនុស្សម្នាចេញប្រកបការងារប្រចាំថ្ងៃដោយសពដងផងដែរផ្លយនិងផ្លក់បានចាក់ចេញពីផ្ទះចូលទៅក្នុងព្រៃដើម្បីជីកទំពាំងអូយសម្លាញ់អើយតោះយើងទៅជីកទំពាំងទាន់ព្រឹកព្រលឹមរវល់ធ្វើស្អីនឹងយូរម្លេះណាហៅ3-4ម៉ាត់ហើយមិនតបសោះអញ្ចឹងវ៉ៃអត់នៅផ្ទះទៀតដឹងនឹងសាក់ហៅម្ដងទៀតសិនមើលអើយសម្លាញ់អើយលឺហើយនៅនឹងបើថាលឺហើយសុំឆ្លើយគ្នាលឺហើយតាលឺហើយគ្នាទៅឥឡូវហើយចាំមកផ្លេតមើលវ៉ៃលហន់តៃណាហ្នឹងគ្នាបង្ហើយការងារបន្តិចសិនពេលនោះនៃផ្លក់ក៏បានដើរមកជិតហើយក៏និយាយថាហាម៉េចហ្នឹងហៅនោះហៅគ្នារវល់ហ្នឹងណាហើយឯងរវល់អីថ្មើនឹងបានជាមិនព្រមតបអញ្ចឹងហ៎កុំប្រាប់ថាកំពុងដោះគោយពេលព្រឹកឲ្យសោះណាដោះគោយស្អីអញយល់ទេសម្រាយឲ្យគ្នាយល់បន្តិចមើលមើលវិញនិយាយអត់យល់មែនក៏អីអញយល់មែនតាណែពាក្យដោះគោយហ្នឹងគឺវាស្រដៀងនឹងពាក្យអ៊ីកឹហើយពាក្យមួយឃ្លាទៀតគេថាបឺនោះណាអ្ហ្មិចយល់ដែរអត់អានេះវ៉ៃអញគិតដល់ណាវិញហ្នឹងអញរវល់ទៅរៀបចំបាយទឹកនំចំណីសម្រាប់យកទៅឆៃហ្នឹងណាមិនមែនអ៊ីកឹអ៊ីគួយបឺបួយស្អីនោះទេអានេះគ្នាគ្រាន់តែនិយាយលេងទេតោះយើងថ្ងៃកាន់តែខ្ពស់ហើយឆាប់រាយើងប្រញាប់ទៅចុះអញមានតែខឹងខួយស្អីគ្រាន់តែអញ្ចឹងសោះតោះយើងទៅសម្លាញ់អាប់ក្រោយពេលនិយាយចំអន់គ្នារួចហើយពួកគេទាំងពីរនាក់ក៏បានចេញដំណើរសម្ដៅទៅក្នុងព្រៃ
ដើម្បីរកជីកទំពាំងទុកសម្រាប់លក់លុះដើរទៅដល់ក្នុងព្រៃពួកគេទាំងពីរបានពិភាក្សាគ្នាថាណែអាសម្លាញ់គ្នាគិតថាយើងគួរតែចែកផ្លូវគ្នារកទំពាំងព្រោះថាបើយើងដើរជាមួយគ្នាយើងរកទំពាំងមិនសូវបានច្រើននោះទេតើឯងគិតយ៉ាងម៉េចដែរអាសម្លាញ់ក្រោយពីបានឮផ្លយនិយាយដូច្នេះហើយផ្លក់ក៏បានតបវិញថាអាសម្លាញ់គ្នាក៏គិតដូចឯងដែរអញ្ចឹងយើងចែកផ្លូវគ្នាត្រឹមនេះទៅចុះណាលុះដល់ពេលអាសៀលពួកយើងមកជួបគ្នានៅត្រង់កន្លែងនេះវិញហើយត្រឡប់ទៅផ្ទះវិញទាំងអស់គ្នាណាអញ្ចឹងសម្រាប់អញ្ចឹងចុះក្រោយពីនិយាយគ្នារួចមកពួកគេទាំងពីរក៏បានបែកផ្លូវគ្នារៀងខ្លួនក្រោយពេលដើររកទំពាំងអស់មួយសន្ទុះក្រោយមកផ្លក់ក៏បានដើរសំដៅទៅក្រោមដើមឈើធំមួយរួចក៏អង្គុយចុះហើយនិយាយតែម្នាក់ឯងថាថ្ងៃនេះហាក់មិនសូវប្រទះឃើញទំពាំងសោះដែលឆ្ងាយគួរសមដែរហើយជីកទំពាំងបានតែបន្តិចបន្តួចមួយថ្ងៃដើររកតែជីកទំពាំងពេលខ្លះក៏បានច្រើនហើយពេលខ្លះក៏រកមិនបានជីវិតតើពេលណាបានធូរធាននឹងគេទៅខ្ញុំដូចជាអស់កម្លាំងណាស់រកសម្រាកនៅក្រោមដើមឈើនេះមកស្បក់សិនចាំគិតទៀតបន្ទាប់ពីពោលរួចមកផ្លក់ក៏បានដេកលង់លក់នៅក្រោមដើមឈើនោះបាត់ទៅក្រឡេកមកមើលផ្លយឯនេះវិញគេខិតខំស្វែងរកជីកទំពាំងមិនហ៊ានឈប់សម្រាកនោះទេលុះដើរទៅដល់គុម្ពឫស្សីធំមួយផ្លយក៏បានឃើញទំពាំងយ៉ាងច្រើនផ្លយពិតជាសប្បាយរីករាយខ្លាំងណាស់អាយ៉ាទំពាំងអីក៏ច្រើនម្ល៉េះពិតជាសំណាងណាស់ខ្ញុំតែប៉ុណ្ណេះគ្រប់ទឹកហើយខ្ញុំពិតជាលក់បានប្រាក់ច្រើនមិនបងអង្គយូរផ្លយក៏ចាប់ផ្ដើមជីកទំពាំងទាំងអស់គ្មានសល់ឡើយផ្លយជីកទំពាំងបានយ៉ាងច្រើននៅពេលកំពុងរៀបចំទុកដាក់ទំពាំងផ្លយក៏បានឮសំឡេងអ្វីម្យ៉ាងនៅក្បែររូងភ្នំមួយដែលនៅមិនឆ្ងាយប៉ុន្មានពីទីនោះផ្លយក៏បានដើរយឺតទៅកាន់រូងភ្នំនោះហើយផ្លយក៏បានឃើញមនុស្សមួយក្រុមមានអាវុធកាន់គ្រប់ដៃតើពួកគេជានរណាទៅណោះហើយមកទីនេះធ្វើអីពួកគេដូចជាពួកចៅព្រៃអញ្ចឹងពិតណាស់ពួកគេជាចៅព្រៃដែលតែងតែប្លន់ទ្រព្យសម្បត្តិអ្នកស្រុកពិតមែនតើពួកគេមករូងភ្នំនេះធ្វើអីក្រោយពេលដែលដឹងថាពួកគេជាចៅព្រៃផ្លយក៏សំងំលបមើលសកម្មភាពរបស់ពួកចៅទាំងអស់នោះយ៉ាងប្រុងប្រយ័ត្នមកមើលសកម្មភាពរបស់ក្រុមចៅព្រៃឯនេះវិញពួកគេមិនដឹងថាមានអ្នកកំពុងតែតាមដានពីសកម្មភាពរបស់ពួកគេឡើយនៅក្នុងចំណោមចៅព្រៃទាំងនោះមានចៅព្រៃម្នាក់ដែលជាមេក្រុមបានដើរមកឈរនៅពីមុខរូងភ្នំហើយបាននិយាយថាដូរេមីរំពេចនោះរូងភ្នំក៏បានរបើកឡើងហើយពួកចៅទាំងនោះក៏បានដើរចូលទៅក្នុងរូងភ្នំនោះបាត់ទៅផ្លយបានឮយ៉ាងច្បាស់នៅពាក្យសម្ងាត់ដែលមេចៅបាននិយាយដើម្បីបើកទ្វាររូងភ្នំមួយសន្ទុះក្រោយមកក្រុមចៅក៏បានចេញពីរូងភ្នំហើយធ្វើដំណើរចាកចេញទៅខ្ញុំត្រូវទៅដឹងឲ្យបានថាតើនៅក្នុងរូងភ្នំនោះមានអីខ្លះថាមិនត្រូវក្នុងរូងភ្នំនោះអាចជាកន្លែងលាក់ទុកទ្រព្យសម្បត្តិដែលពួកចៅទាំងនោះប្លន់បានពីអ្នកស្រុកក៏ថាបានគិតដូច្នេះហើយផ្លយក៏បានដើរសំដៅទៅរូងភ្នំនោះពេលទៅដល់មុខទ្វាររូងភ្នំផ្លយក៏បាននឹកពីពាក្យសម្ដីរបស់មេចៅរួចក៏បាននិយាយថាដូរេមីវាពិតជាពាក្យសម្ងាត់បើកទ្វារពិតមែនខ្ញុំបញ្ញាប់ចូលទៅសិនក្រែងលោពួកចៅវាត្រឡប់មកវិញតាន់ផ្លយក៏បានដើរចូលទៅក្នុងរូងភ្នំស្រាប់តែពេលនោះវ៉ាវអូ my god ព្រះម្ចាស់ថ្លៃអើយមាសប្រាក់ច្រើនម្ល៉េះខ្ញុំមិនដែលបានឃើញទេបើខ្ញុំបានវាខ្ញុំនឹងក្លាយជាអ្នកមានជាមិនខានទោះខ្ញុំចាយ7ជាតិក៏មិនអស់ដែរមាសប្រាក់ទាំងនេះប្រកាសជាពួកចៅព្រៃប្លន់ពីអ្នកមាននៅក្នុងស្រុកនេះជាមិនខានតើខ្ញុំត្រូវធ្វើយ៉ាងណាចំពោះមាសប្រាក់ទាំងអស់នេះបើខ្ញុំយកវាទៅទាំងអស់មិនអាចទៅរួចទេហើយម្យ៉ាងទៀត
ពួកចៅទាំងនោះប្រកាសជាដឹងថាមានមនុស្សចូលមកយកទៅជាមិនខានគិតរួចហើយផ្លយក៏បានយកមាសប្រាក់សំល្មមដាក់ចូលទៅក្នុងបង្វេចហើយចាក់ចេញភ្លាមតែម្ដងយើងក្រឡេកមកមើលផ្លក់វិញក្រោយពីដេកលងលក់អស់មួយស្របក់មកគេក៏បានដើរទៅទីកន្លែងដែលគេនឹងផ្លយបានណាត់ជួបគ្នាគោលបំណងគឺត្រឡប់ទៅផ្ទះវិញមិនអីអាសម្លាញ់ជីកបានតពាំងដែរទេថ្ងៃហ្នឹងអញនេះវិញបានតែបន្តិចបន្តួចទេទៅដល់ផ្ទះវិញច្បាស់ជាអំបិលមិនខានទេថ្ងៃនេះគ្នាក៏រកតពាំងបានដែរវ៉ៃអំបិលដូចតែគ្នាហើយតោះយើងត្រឡប់ទៅផ្ទះវិញហើយណាតពាំងរបស់ឯងនោះក្រែងឯងថាបានបន្តិចបន្តួចនោះអីអញខ្ជិលកាន់ទៅណាតិចពេកចោលត្មងទៅកុំតប៉ែជាមួយវាអីនិយាយយ៉ាងដូចនេះហើយពួកគេទាំងពីរនាក់ក៏បានធ្វើដំណើរត្រឡប់មកផ្ទះវិញរួចចែកផ្លូវគ្នាចូលផ្ទះរៀងខ្លួនពេលទៅដល់ផ្ទះផ្លក់ក៏បានស្រែកហៅធីរីដែលជាប្រពន្ធរបស់ខ្លួនឯងឯងណៃណាហ្នឹងប្តីត្រឡប់មកវិញហើយទៅណាមិនក៏មិនឆ្លើយឯងឯងមានស្អីឆៃខ្លះអត់ហ្នឹងខ្ញុំណែហើយនោះហើយឯងមកវិញហើយចាក់ឯណាមិនឃើញតពាំងយកមកជាមួយអញ្ចឹងអត់មានតពាំងតពួយស្អីទេគ្មានបានស្អីមកបៀកផងហ្នឹងហើយមានសល់របស់ឆៃខ្លះទេហ្នឹងមែនតាគឺអាហារសមុទ្រហ្នឹងអាយ៉ាមានអាហារសមុទ្រទៀតប្រពន្ធល្អរបស់បងហើយអាហារសមុទ្រហ្នឹងជាបកងឬក៏ជាក្តាមសមុទ្រអូនអត់មានក្តាមហើយក៏អត់មានបកងស្អីដែរគឺមានតែអំបិលឆៃឬមួយក៏អត់អញថាអំបិលគឺអំបិលមែនក្រឡេកមកមើលផ្លយឯនេះវិញពេលមកដល់ផ្ទះភ្លាមក៏បានហៅនាងសាវរីដែលជាភរិយារបស់ខ្លួនហើយនិយាយទៅកាន់ប្រពន្ធថាអូនសំឡាញ់ថ្ងៃនេះបងមានរឿងចង់ប្រាប់ដល់អូននៅពេលអូនបានដឹងហើយអូនពិតជាសប្បាយចិត្តខ្លាំងជាមិនខាននៅពេលនោះនាងសាវរីក៏បានឆ្លើយតបទៅកាន់ប្តីវិញដោយក្តីងឿងឆ្ងល់ថាតើអ្នកមានរឿងអ្វីចង់ប្រាប់ខ្ញុំតើអ្នកជីកទំពាំងបានច្រើនជាងរដងតាមមែនទេមិនមែនទេវាមិនចឹងទេអូនសំឡាញ់វាមានរឿងដែលពិសេសជាងនឹងរាប់រយដងទៅទៀតណាអូនតើមានរឿងអ្វីជាពិសេសជាងនឹងទេអូនពិតជាចង់ដឹងខ្លាំងណាស់ចាប់ប្រាប់អូនឲ្យលឿនមកកាលពីព្រឹកមិញបងបានចេញទៅជីកទំពាំងនៅក្នុងព្រៃដូចសពមួយដងនៅពេលដែលបងកំពុងទៅជីកទំពាំងបងបានឃើញពួកចៅព្រៃមួយក្រុមនៅឯរូងភ្នំមួយដ៏ចៃដន្យពួកចៅទាំងនោះបានយកមាសប្រាក់ដែលពួកវាប្លន់បានយកទៅលាក់ទុកនៅក្នុងរូងភ្នំនោះវាពិតជាច្រើនខ្លាំងណាស់អូនសំឡាញ់ហើយបងក៏បានយកវាមួយចំណែកមកជាមួយផងដែរអូនមើលនេះណាវាពិតជាច្រើនណាស់ប្តីសំឡាញ់ពិតមែនហើយអូនសំឡាញ់មាសប្រាក់ទាំងនេះអាចឲ្យយើងរស់នៅយ៉ាងស្រួលអស់មួយជីវិតណាអូនពួកយើងលែងលំបាកទៀតហើយអូនពិតជាសប្បាយចិត្តណាស់ប៉ុន្តែអូនខ្លាចតែពួកចៅព្រៃទាំងនោះវាបាត់ដឹងនោះទេមិនអីទេអូនសំឡាញ់ពួកចៅព្រៃទាំងនោះវាមិនអាចដឹងនោះទេព្រោះថាមាសប្រាក់ដែលបងបានយកមកនេះវាត្រឹមតែមួយចំណែកតូចតែប៉ុណ្ណោះអូនកុំបារម្ភអីចាស់ចំណែកមិត្តសម័យរបស់បងតើគាត់មានដឹងដែរឬទេរឿងនេះបងមិនបានប្រាប់វានោះទេព្រោះបងគិតថាធាវីដែលជាប្រពន្ធរបស់អាផ្លក់គឺជាមនុស្សលោភលន់បើវាបានដឹងរឿងនេះអាចនឹងមានគ្រោះថ្នាក់ដល់គេជាមិនខានទេប៉ុន្តែបងហើយនឹងគាត់គឺជាមិត្តសម្លាញ់ស្លាប់រស់នឹងគ្នាដែលតែងតែជួយគ្នាទៅវិញទៅមកហើយក៏ស៊ីអត់ស៊ីឃ្លានជាមួយគ្នារហូតមកដែរបើគាត់បានដឹងថាបងមិនប្រាប់ការពិតច្បាស់ណាស់មិត្តភាពរបស់បងទាំងពីរប្រកាសជាប្រេះឆាមិនខានឡើយមិនអីទេអូនសំឡាញ់នៅពេលមានឱកាសបងនឹងនិយាយរឿងនេះប្រាប់ដល់គេក្រោយពេលពិភាក្សាគ្នារួចមកផ្លយនិងភរិយាក៏នាំគ្នារៀបចំទុកដាក់មាសប្រាក់ទាំងនោះមិនឲ្យអ្នកណាដឹងនោះឡើយនៅថ្ងៃមួយដោយក្តីងឿងឆ្ងល់ពីភាពមានបានរបស់ផ្លយហាក់ចម្លែកខុសពីធម្មតាទេវីដែលជាប្រពន្ធរបស់ផ្លក់ក៏បាននិយាយទៅកាន់ប្តីថាឯងខ្ញុំមានការជាមួយឯងបន្តិចណាមានការអីសំណប់ចិត្តសំណប់បេះដូងប្តីអត់ទាន់មានកម្លាំងវិញទេចាំយប់ទៅចាំគិតគូរអារឿងហ្នឹងណែអត់ពេកចាស់
គិតដល់ណាហើយនឹងហ៎ប្រពន្ធមានការចង់ពិភាក្សារឿងលុយកាក់អត្តបៈឯងគិតដល់រឿងស្អីទៅវិញប្តីស្មានតែចង់ទៀតហើយតើឯងខំតអព្រោះលឺល្អូល្ងើថាចង់បានកូនមកគ្រាប់នឹងគេគ្រាន់ជំនួសដៃជើងតើហើយអាម៉េចឯងចង់និយាយជាមួយខ្ញុំរឿងអីទៅឆាប់ស្ដីវិចារអូឆាប់មកសំណប់ចិត្តពេលនោះធាវីក៏បានតបទៅផ្លក់វិញថាណែអត្តបៈឯងមានឆ្ងល់ដែរទេមិត្តសម្លាញ់របស់ឯងណាឥឡូវនេះគឺមិនដូចមុននោះទេជីវភាពរបស់គេហាក់ដូចជាធូរធារខុសប្រក្រតីហើយក៏មិនដែលឃើញមកបបួលឯងនេះទៅជីទំពាំងដូចពីមុនទៀតសោះអត្តបៈឯងនេះមានគិតដូចខ្ញុំដែរឬក៏អន់ខ្ញុំក៏ឆ្ងល់ដូចឯងដែរតែមិនទាន់មានពេលទៅសួរនាំមិនអីទេចាំប្តីទៅសួរវាមើលក្រែងបានតម្រុយខ្លះអញ្ចឹងអត្តបៈឯងទៅលឿនទេនឹងឆាប់បានដឹងការពិតណាមិនអីទេណប់បេះដូងចាំប្តីទៅតែមុននឹងទៅឲ្យប្តីសុំ BB មួយសិនមកដើម្បីជាកម្លាំងចិត្តមិនដឹងជា BB ស្អីទេទៅឲ្យឆាប់ទេនឹងអាចបានត្រឡប់មកវិញគ្រាន់តែសុំ BB មួយសោះក៏មិនបានដែរទៅក៏ទៅចាំមកវិញសរុបក៏បានដែរបាយសំណប់បេះដូងថ្លើមប្រមាត់របស់ប្តីពេលនិយាយញ៉េះញោះជាមួយប្រពន្ធរួចមកផ្លក់ក៏បានចេញដំណើរសម្ដៅទៅផ្ទះផ្លយភ្លាមតែម្ដងផ្លក់ដើរបណ្ដើរច្រៀងលេងបណ្ដើរយ៉ាងសប្បាយរីករាយលើគេប្រាប់ពីរឿងអូនថាស្ងួននៅមិនទាន់មានថ្មីបេះដូងអូននៅភាំងក្តីស្រីទ្រាំរស់ទាំងមិនភ្លេចបងគេថាអូននៅដូចមុននៅទន់ភ្លន់ដូចគ្រាកន្លងនៅតែរំលឹកពីបងលឺម្ដងទ្រង់បងស្ទើរបែកអាសម្លាញ់អើយមាននៅផ្ទះដែរទេនឹងស្ងាត់ដូចសេះលួចចោលអញ្ចឹងវ៉ៃគ្នានៅផ្ទះអន្តោវ៉ៃគ្នាមានទៅណាអាសម្លាញ់គ្នាមកលេងហ្នឹងណាជាច្រើនថ្ងៃមកហើយមិនដែលឃើញឯងទៅបបួលគ្នាទៅរកជីកទំពាំងសោះវ៉ៃគ្នាឆ្ងល់ហ្នឹងណាគ្នារវល់ហ្នឹងណាម្យ៉ាងគ្នាគិតថាខែហ្នឹងក៏មិនសូវមានទំពាំងដុះមកដែរទើបបានទៅបបួលឯងហ្នឹងណាគ្នាស្មានតែឯងកំពុងតែសំងំហាត់ក្បាច់គុណពិសេសណាមួយតើព្រោះថាយើងទាំងពីររៀបការប្រពន្ធតំណាលគ្នាជាច្រើនខែឆ្នាំមកហើយអត់មានកូនអីមកគ្របដូចគ្នាទៀតក្រែងលោសម្លាញ់ឯងមានតិចនិចពិសេសអីចែករំលែកគ្នាផងវ៉ៃកុំលាក់ទុកតែឯងណាព្រោះយើងជាសម្លាញ់នឹងគ្នាហ្នឹងណាក្រែងលោបានកូនមួយប្រើនឹងគេមកវិញនិយាយវាគ្មានតិចនិចស្អីទេអារឿងកូនហ្នឹងតែវាដល់ពេលវាគង់តាំងមានទេឯងកុំតែគិតច្រើនអីគ្នាមានតែថាស្អីគ្រាន់តែនិយាយអញ្ចឹងសោះមើលមុខវាឡើងក្រហមបាត់ទៅហើយអានេះវ៉ៃគ្នាមានតែស្អីទេគ្នាដឹងតែសម្លាញ់ឯងនិយាយលេងដែរតើហើយឯងមកផ្ទះគ្នានេះឯងគ្រាន់តែមកសួររឿងមិនបានទៅជីកទំពាំងនឹងទេអីណែនិយាយលាក់បាំងអីគ្នាមកនេះគឺថាគ្នាមានរឿងមួយចង់សួរសម្លាញ់ឯងប៉ុន្តែឯងមិនចង់ប្រាប់ក៏មិនអីដែរមិនអីទេសួរមកចោះសម្លាញ់គ្នារីករាយនឹងឆ្លើយជានិច្ចសូមសម្លាញ់ឯងសួរគ្នាមកចោះមករយៈនេះគ្នាសង្កេតឃើញថាសម្លាញ់ឯងដូចជាមានជីវភាពធូរធារជាងមុនហាក់ខុសពីធម្មតាតើសម្លាញ់ឯងមានមុខរបរអីអាចជួយប្រាប់គ្នាផងបានទេត្បិតអីជីវភាពគ្នាដូចសម្លាញ់ឯងដឹងស្រាប់ហើយគឺយ៉ាប់យ៉ឺនណាស់រមមួយថ្ងៃស៊ីមួយថ្ងៃបានព្រឹកខ្វះល្ងាចក៏មានដែរតាមពិតទៅគ្នាមិនចង់លាក់បាំងចំពោះសម្លាញ់ឯងដែរហ្នឹងណាព្រោះអីយើងទាំងពីរនាក់ជាមិត្តសម្លាញ់នឹងគ្នាប៉ុន្តែនៅពេលដែលគ្នាប្រាប់ទៅគ្នាខ្លាចទៅវាអាចនឹងធ្វើឲ្យសម្លាញ់ឯងមានគ្រោះថ្នាក់ទៅវិញនោះទេមិនអីទេសម្លាញ់សូមប្រាប់គ្នាមកទោះជាមានគ្រោះថ្នាក់យ៉ាងណាក៏គ្នាមិនខ្លាចដែរឲ្យតែគ្នាមានជីវភាពធូរធារជាងនេះបន្ទាប់ពីបានស្ដាប់ការត្អូញត្អែរបស់ផ្លក់រួចមកផ្លយក៏បានរៀបរាប់ដំណើររឿងដែលបានកើតឡើងនៅក្នុងរូងភ្នំប្រាប់ទៅដល់ផ្លក់នៅពេលនោះផ្លក់ក៏បានតបទៅផ្លយវិញភ្លាមថាការពិតអញ្ចឹងទេអីអរគុណច្រើនហើយសម្លាញ់អញ្ចឹងគ្នាគិតថាលាសម្លាញ់ឯងទៅផ្ទះវិញហើយណាទៅចុះណាសម្លាញ់
សូមឲ្យបានសុខសប្បាយក្រោយពីពោលពាក្យលារួចហើយផ្លក់ក៏បានប្រញាប់ប្រញាល់ត្រឡប់ទៅផ្ទះរបស់ខ្លួនវិញដើម្បីនាំដំណឹងនេះប្រាប់ទៅប្រពន្ធរបស់ខ្លួនរីឯផ្លយក៏មានការព្រួយបារម្ភពីសុវត្ថិភាពរបស់ផ្លក់ខ្លាំងណាស់ដែរក៏ប៉ុន្តែក៏មិនអាចខាត់ខាំងការសម្រេចចិត្តរបស់ផ្លក់បាននោះទេនៅពេលទៅដល់ផ្ទះផ្លក់ក៏បាននិយាយទៅកាន់ប្រពន្ធរបស់ខ្លួនដោយក្តីរីករាយថាសំណប់ចិត្តរបស់បងម្នេះប្តីមានរឿងសំខាន់ចង់រៀបរាប់ឲ្យស្ដាប់ប្រពន្ធបងមកហើយយ៉ាងមិនឲ្យប្តីនិយាយប្រាប់ខ្ញុំមកមើលសម្លាញ់របស់បងបានប្រាប់មកថាការដែលមានជីវភាពធូរធារយ៉ាងឆាប់រហ័សនេះគឺដោយសារតែគេបានស្គាល់កន្លែងដែលពួកចៅព្រៃលាក់ទុកមាសប្រាក់ដែលពួកវាប្លន់បាននៅរោងភ្នំមួយប៉ិតទេប្តីសម្លាញ់ពិតមែនណាណប់ចិត្តព្រឹកស្អែកនេះយើងនឹងទៅប្រមូលយកមាសប្រាក់ទាំងអស់នោះយកមកឲ្យអស់ពួកយើងនឹងខ្លាចជាអ្នកមានជាងគេជាមិនខានឡើយប្តីប្រពន្ធពិតជាសប្បាយចិត្តខ្លាំងណាស់លុះស្អែកឡើងផ្លក់និងប្រពន្ធក៏បានចេញដំណើរទៅកាន់រោងភ្នំដែលក្រុមចៅព្រៃលាក់ទុកទ្រព្យសម្បត្តិនោះពេលចូលទៅដល់ក្នុងរោងភ្នំពួកគេទាំងពីរមានការភ្ញាក់ផ្អើលជាខ្លាំងព្រោះថាមានមាសប្រាក់ច្រើននៅចំពោះមុខដែលពួកគេមិនធ្លាប់បានឃើញពីមុនមកសោះវ៉ាវពិតជាមានមាសប្រាក់ច្រើនណាស់ពួកយើងខ្លាចជាអ្នកមានហើយពិតជាដូចអាសម្លាញ់ប្រាប់មែនហើយវាអត់បានកុហកបងទេតែប៉ុណ្ណេះពួកយើងអាចមានអាហារឆ្ងាញ់កណាត់ល្អប្រើប្រាស់នឹងគេហើយក៏គ្មាននរណាហ៊ានមើលងាយពួកយើងទៀតដែរប្រពន្ធសម្លាញ់តោះយើងប្រញាប់ឡើងប្រមូលយកវាត្រឡប់ទៅផ្ទះវិញបើនៅយូរតិចលោពួកចៅព្រៃមិនទាន់វីវរមិនខានទេមិនបងអង្គយូរពួកគេទាំងពីរក៏ចាប់ផ្ដើមប្រមូលមាសប្រាក់រៀបចំដាក់បានជាច្រើនបង្វែងនៅពេលដែលរៀបចំចាក់ចេញផ្លក់ក៏ចាប់ផ្ដើមនិយាយនៅពាក្យសម្ងាត់សម្រាប់បើកទ្វាររោងភ្នំអូអ៊ីឈីហើយមិនក៏ទ្វារមិនបើកអញ្ចឹងសាកម្ដងទៀតសិនមើលក្រែងលោវាស្ដាប់អត់បានអូអ៊ីឈីចំយ៉ាមិនក៏នៅតែមិនបើកទៀតអញ្ចឹងវ៉ៃតិចច្រឡំពាក្យសម្ងាត់តែដឹងបើមិនច្បាស់ជាចោលខ្មោចនៅទីនេះហើយសាកម្ដងទៀតមើលស៊ូណាមីស្ងាត់ជ្រាបគ្មានអង្គើអីបន្តិចសោះយ៉ាងមិនទៅឲ្យប្តីមិនក៏ទ្វារមិនទាន់បើកទៀតតិចពួកចៅមកទាន់ចេះ100ទៅ2នាក់ឥឡូវហើយប្រពន្ធណាប់អើយបងភ្លេចពាក្យសម្ងាត់បាត់ទៅហើយធ្វើមិនទៅនេះថាម៉េចភ្លេចពាក្យសម្ងាត់ទេឃើញទេថាអីចែកខុសនឹងហើយមិនព្រមប្រាប់ប្រពន្ធទេឥឡូវភ្លេចបានច្បាស់ជាមរណសញ្ញាហើយបើមិនស្លាប់ដោយអត់អាហារក៏ស្លាប់ដោយសារពួកចៅព្រៃនោះមកទាន់ដែរណាអូទេវតាលោកឯងទេវតាកំអីម្លេះខ្ញុំបានប្តីមកដូចចុចហើយល្ងើថែមទៀតចំលេងដៀលក្បាលអញអញ្ចឹងហ្មងកាលពីមុនសុទ្ធតែថាអញស្អាតដូចតួកូរ៉េលីយ៉ុងជេរូបស្រស់សង្ហាដូចតៅមីងស៊ឺឥឡូវមកថាអញមុខដូចចុចទៅវិញកុំញយពេកណាប្រយ័ត្នទ្រាំបានដាក់មួយឥឡូវហ្នឹងពីមុនផ្សេងឥឡូវវាផ្សេងកុំនិយាយច្រើនឆាប់រោនឹកទៅបើមិនចង់ចាក់ខ្មោចនៅទីនេះកុំមកខានអញកំពុងតែស្យង់អារម្មណ៍ពីអីទេអញអូអ៊ីឈីអាហ្នឹងជាតែបៃតងតាហើយពាក្យស៊ូណាមីគឺជាឈ្មោះព្យុះលោកសមុទ្រហ្នឹងអាហ្នឹងក៏មិនត្រូវដែរសាកលបងម្ដងទៀតសិនប្រហែលជាពាក្យហ្នឹងហើយអូកាម៉ូតូរំពេចនោះទ្វាររោងភ្នំក៏របើកឡើងពួកគេទាំងពីរនាក់សប្បាយចិត្តខ្លាំងណាស់យេទ្វារបើកហើយអញថាពាក្យហ្នឹងមែនលុយណាស់ប្តីយើងបានចេញពីទីនេះហើយរួចចំមិញមិនណាថាអញមុខដូចចុចហើយល្ងងទៀតនោះឥឡូវមិនក៏មិនដៀលអញទៀតទៅ I am sorry ណាប្តីប្រពន្ធនិយាយលេងតាណាហើយលើកលេងឲ្យម្ដងចុះតោះនាំគ្នាទៅកុំនៅតប៉ែច្រើនទៀតពួកគេទាំងពីររៀបនឹងចេញដំណើរពីរោងភ្នំទៅហើយស្រាប់តែពេលនោះពួកចៅព្រៃក៏បានបង្ហាញខ្លួននៅចំពោះមុខរបស់ពួកគេទាំងពីរមិនបានដឹងទេថាទ្វាររោងភ្នំដែលរបើកនោះគឺមិនមែនដោយសារពាក្យសម្ងាត់របស់គេនោះឡើយគឺដោយសារចៅព្រៃតែប៉ុណ្ណោះដោយមានកំហឹងជាខ្លាំងពួកចៅព្រៃមិនបានសួរនាំអ្វីនោះទេក៏បានសម្លាប់ពួកគេទាំងពីរនាក់ស្លាប់ភ្លាមនៅនឹងកន្លែងតែម្ដង
ចាប់ពីពេលនោះមកផ្លយនិងសាវរីដែលជាភរិយារស់នៅយ៉ាងសុខសាន្តតរៀងទៅ